đâyបងប្អូនទាំងអស់គ្នាជាងយើងទាំងអស់គ្នាបាទថ្ងៃនេះជាងសិនជាមកធ្វើវីដេអូមួយបាទដើម្បីចែកជូនជាងយើងហ្នឹងហើយខ្ញុំមានឯកសារពាក់ព័ន្ធនឹងការរៀនអេឡិចត្រូនិកបាទហើយឯកសារហ្នឹងគឺខ្ញុំសូមចែកលេខជូនបងប្អូន free ហើយគ្រាន់តែបងប្អូនចូលមក download នៅក្នុងlink ខាងក្រោមបាទខ្ញុំដាក់នៅខាងក្រោមហ្នឹងអញ្ចឹងបងប្អូនអាច download យកទៅប្រើប្រាស់បានហើយយកទៅមើលបានបាទសម្រាប់អានេះគឺជា electronic basic ណាបាទនេះថាមូលដ្ឋានគ្រឹះបាទនៅក្នុងហ្នឹងនេះយើងយកមកមើលទាំងអស់គ្នាមកវាមានច្រើនបាទអញ្ចឹងខ្ញុំបរិយាតិចទៅបាទអូខេនេះគឺរបស់យើងទាំងអស់ខាងលើហ្នឹងបាទអញ្ចឹងបងប្អូនអាចមើលបានវាមានច្រើន page ជា100 page ជាងបាទហ្នឹងហើយនេះមេរៀនរបស់យើងវាមានទាំងអស់អញ្ចឹងបងប្អូនដែលចង់ចេះខាងផ្នែក electronic ថែមណាសម្រាប់បងប្អូនជាងនេះយើងអាចសិក្សាខ្លួនឯងទៅបាទមានជាភាសាខ្មែរទេអញ្ចឹងណាអញ្ចឹងងាយស្រួលមែនតើបងប្អូនគ្រាន់ចូលមក download ហើយបើសិនជាបានមកដល់ download ហើយបងប្អូនអាចចុច subscribe channel YouTube ខ្ញុំមួយទៅខ្ញុំនឹងមានអ្វីចែកលេខជូនបងប្អូនបន្ថែមទៀតបាទសម្រាប់បងប្អូនយើងដែលជាជាងដែលគាត់ចេះហើយអាហ្នឹងក៏គាត់ចូល subscribe ក៏បានមិន subscribe ក៏អត់បញ្ហាដែរបាទហើយក៏មើលក៏បានមិនមើលក៏បានដែរអានេះខ្ញុំបានឯកសារខ្ញុំអត់ចង់ទុកឯកសារហ្នឹងទេអញ្ចឹងគឺចែកលេខបងប្អូនជាងឬមួយក៏បងប្អូនជាងដែលគាត់ចង់ចេះបន្ថែមណានេះដូចជាមានរៀនជាច្រើនបាទមាន redstone មាន transistor មាន FET មានអីអញ្ចឹងណាបាទវាវាស់វែងហ្នឹងហើយនេះដូចជាការវាស់វែងទៅលើអានេះ redstone បាទហើយ redstone គេមានទៀតបាទនេះគឺការចែក redstone ដើម្បីចេញ volt ផ្សេងណាអញ្ចឹងគឺនៅក្នុងនេះយើងមានគេមានបញ្ជាក់យើងអញ្ចឹងបងប្អូនទនេអាចអានមើលលេងទៅវាជួយបង្កើនចំណេះដឹងបងប្អូនក្នុងការជួសជុល board electronic board សញ្ជាក់ board ទូទឹកកក board ទូបោកមិនថា board ប្រភេទគ្រឿងបើខាតជាក់ទេបងប្អូនក៏អាចជួសជុលបានទៅដល់ board ផ្សេងទៀតបាទអញ្ចឹងបើបានចូលមើលវីដេអូហ្នឹងហើយកុំភ្លេចជួយ subscribe ផងបាទហើយនឹងចែកម្លែកវីដេអូនេះបន្តដើម្បីឲ្យបងប្អូនយើងដែលគាត់ចង់បានឯកសារហ្នឹងចូលមក download ទាំងអស់គ្នាបាទហើយឯកសាររបស់យើងហ្នឹងមានលេខសម្ងាត់អញ្ចឹងសូមបងប្អូនមើលវីដេអូហ្នឹងដល់ចប់នឹងឲ្យឃើញលេខសម្ងាត់ហើយបាទអរគុណច្រើនបាទអញ្ចឹងអរគុណបាទជំរាបលា